លើតែគេនិយាយថាឆ្ងាញ់ៗដល់តែធ្វើហូបខ្លួនឯងបានដឹងថាឆ្ងាញ់មែនបងប្អូនហើយនេះគឺជាដង្កៀបក្តាមបុកជាមួយនឹងដង្កោនឹងឯងគឺខ្ញុំបានធ្វើសាកហើយបងប្អូនគឺរសជាតិពិតជាឆ្ងាញ់មែនហើយដំបូងឡើយគឺខ្ញុំបានទៅបេះដង្កោបងប្អូនដើររមើលបេះដង្កោតាមភូមិហ្នឹងណាតាមផ្ទះតាមអីគេហ្នឹងអ្នកដែលមានដើមដង្កោក៏សុំគេបេះទៅបងប្អូនដង្កោវាផ្លែចោលអញ្ចឹងណាជ្រុះចោលគេមិនដឹងថាយកទៅធ្វើអីទេចឹងទៅផ្លែច្រើនពេញតែដើមតែផ្លែនេះលក្ខណៈថាផ្លែរាយៗហ៎បងប្អូនមិនដូចអាតកោខ្លះផ្លែលក្ខណៈចកោមឬក៏គេបេះហើយអស់យ៉ាងណាក៏មិនដឹងណាវានៅសល់ផ្លែរាយៗចឹងទៅហើយខ្ញុំក៏បានបេះមកបងប្អូនបេះយកអាតកោណាចាស់បន្ទាប់ពីបេះហើយគឺជិះម៉ូតូទៅស្រែបងប្អូនទៅរកមើលបេះដង្កៀបក្តាមដែលបានមិត្តភក្តិមួយទៅជាមួយទៅរកមើលបេះដង្កៀបក្តាមតាមស្រែអញ្ចឹងណាបងប្អូនដើមដង្កៀបក្តាមគឺផ្លែច្រើនណាស់បងប្អូនខែនេះគឺផ្លែច្រើនមែនទែន សឹងតែគ្រប់ដើមឲ្យតែដើមណាដែលវាដល់កាលដែលវាត្រូវចេញផ្លែណាគឺផ្លែល្អមែនទែនផ្លែឡើងពេញតែដើមនឹងឯងបងប្អូនហើយយើងបេះយកតែម្ដងមិនបានគិតច្រើនអីទេបងប្អូនបែរដាក់ថងបេះបដាហូបបដាដាក់ថងបដាឡើងមកថងបងប្អូនមើលទៅដឹងហើយឡើងមកថងដៃថងនោះគឺថងដាក់ទឹកសុទ្ធទិញទឹកសុទ្ធពីរដបទៅដាក់មកដាក់ឡើងមកពេញតែម្ដងហើយយកមកដល់ផ្ទះវិញគឺចាប់ផ្ដើមប្រឡេះយកទៅគៀបក្តាមនឹងហើយបងប្អូនបេះប្រឡេះយកទៅគៀបក្តាមយកទៅផ្លែហ្នឹង យើងលាងទឹកលាងអីដែរបងប្អូនដើម្បីឲ្យវាជ្រះដីជ្រះអីហើយយើងដាំដង្កោហាន់ដង្កោអញ្ចឹងណាមិនដឹងថាដង្កោហ្នឹងគឺគេធ្វើម៉េចខ្លះទេបងប្អូនបើអ្នកខ្លះគេថាដំទៅអ្នកខ្លះក៏ថាចិត្តទៅតែខ្ញុំដំផងចិត្តផងអញ្ចឹងណាហើយយើងក៏មានការលាយញួរលាយចេកអីចឹងដែរបងប្អូនចេកខ្ចីហើយនឹងញួរហើយលាយមួយតបែកអីចឹងដែរហើយយើងដាក់បុកចូលគ្នាបងប្អូនដាក់បុកចូលគ្នាដំបូងឡើយគឺយើងបុកគ្រឿងបុកអីសិនបងប្អូនបុកគ្រឿងបុកអីហើយដាក់ប្រហុក ប្រហុកហ្នឹងគឺបានចំហុយហើយបងប្អូនអត់ដាក់ប្រហុកឆៅទេខ្លាចលោថាចុកពោះអីចឹងណាចឹងក៏យកប្រហុកហ្នឹងទៅដុតទៅអីចឹងទៅបានយកមកដាក់លាយអីហើយយើងចាប់ផ្ដើមបុកហើយបងប្អូនបុកជាមួយនឹងតកៅតាគៀបក្តាមចេកខ្ចីហើយនឹងគេហៅថាញួរណាបងប្អូនផ្លែញួរចឹងយើងបុកលាយចូលគ្នាចឹងមកបានប្រហែលជាមួយចានដែរបងប្អូនមួយចាននេះនៅសល់ទៀតណាហូបមិនអស់ទេបងប្អូនគឺខ្ញុំហូបមិនអស់ទេមួយចានហ្នឹងគឺហូបម្នាក់ឯងតែម្ដងបងប្អូនតែទុកខ្លះដែរទុកខ្លះឲ្យអ្នកក្រោយគេហូបប្រសើរចឹងដែរឥឡូវនេះគឺដាក់ហើយបងប្អូនសាកហើយនិយាយវាថារសជាតិតាគៀបក្តាមវាជូរណាបងប្អូនជូរទៅដល់ពេលយើងយកមកធ្វើជាមួយប្រហុកជាមួយគេហៅថាតកៅហើយនឹងញួរអីចឹងទៅចេកខ្ចីចឹងទៅត្រូវគ្នាមែនទែនបងប្អូនលក្ខណៈថាជាប់អីចឹងទៅហើយជូរហឹរហ្នឹងគឺត្រូវគ្នាមែនទែនបងប្អូននិយាយទៅគឺថាមួយចាននេះហូបតែម្នាក់ឯងទេឡើងចង់អស់តែម្ដងហើយគ្រាន់តែបញ្ចូលសលេងនេះបងប្អូនហើយក៏ចង់ស្រក់ទឹកមាត់ដែរបងប្អូនដោយសារតែចាំអារសជាតិជូររបស់តាគៀបក្តាមអីចឹងណាបងប្អូននិយាយទៅឆ្ងាញ់មែនទែន